ជំរាបសួរលោកគ្រូអ្នកគ្រូដែលជាគណៈកម្មការប្រកួតអនឡាញជាទីគោរពជំរាបសួរមិត្តភក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះសារីមអារិយារៀនថ្នាក់ទី3នៃសាលាបឋមសិក្សាពោធិ៍សាត់ថ្ងៃនេះនាងខ្ញុំមកអានអំណានរឿងទឹកចិត្តមេមាន់កសិករម្នាក់បានចិញ្ចឹមមេមាន់មួយនិងមេទាមួយមេមាន់ភ្ញាក់បានកូនមួយសំបុកមេទាក៏ភ្ញាក់បានកូនមួយសំបុកដែរហើយក៏ចាក់ចោលកូនទៅមេមាន់ឃើញកូនទាកំព្រាក៏យកមកចិញ្ចឹមកូនមាន់ឆ្ងល់ក៏សួរម៉ែហេតុអ្វីបានជាម៉ែចិញ្ចឹមកូនទាម៉ែមកឆ្លើយកូនទាកំព្រាវាត្រូវការថែទាំដូចកូនដែរម៉ែចិញ្ចឹមវាព្រោះតែវាក៏មានសិទ្ធិរស់រានមានជីវិតដូចកូនដែរកូនមាន់សួរម៉ែក៏ចិញ្ចឹមកូនទារហូតឬម៉ែមកឆ្លើយទេតើវាគ្រប់អាយុម៉ែឲ្យវាទៅរៀនជាមួយកូនហើយដល់ពេលវាអាចចិញ្ចឹមខ្លួនបានម៉ែជប់ជួយវាហើយកូនលាន់មាត់យីម៉ែខ្ញុំចិត្តល្អណាស់សូមអរគុណ